សូមជម្រាបសួរប្រិយមិត្តទាំងអស់គ្នាបាទសូមស្វាគមន៍មកកាន់កម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងបាទនៅថ្ងៃនេះគឺថ្ងៃសៅរ៍ទី23ខែឧសភាឆ្នាំ2026វេលាពេលយប់មកនៅសហរដ្ឋអាមេរិកដែលឡែកនៅក្នុងប្រទេសកម្ពុជាគឺថ្ងៃអាទិត្យណាអាទិត្យទី24ខែឧសភាឆ្នាំ2026វិលជិតដល់ខែទៀតហើយបានលឿនណាស់មួយខែនៅក្នុងកម្មវិធីបច្ចុប្បន្នភាពអាមេរិកាំងខ្ញុំសម្រាប់យកព័ត៌មានសំខាន់ចំនួន4មកជម្រាបជូនប្រិយមិត្តទាំងអស់គ្នានៅថ្ងៃនេះគឺខាងសេតាវិមានប្រកាសថាអ៊ីរ៉ង់ហើយនិងសហរដ្ឋអាមេរិកគឺចិត្តសម្រេចបានកិច្ចព្រមព្រៀងសន្តិភាពដែលជាការបើកផ្លូវឲ្យមានការចរចារយៈពេលវែងអញ្ចឹងប្រជាទៅថ្ងៃអាទិត្យនេះអាចដឹងលទ្ធផលហើយណាបាទតាមមើលទៅតើសម្រេចបានយ៉ាងណាឥឡូវនេះគឺនៅមានតែពាក្យពេចន៍មួយចំនួនទៀតដែលត្រូវតែរៀបរាប់បញ្ចូលទៅក្នុងសេចក្តីប្រកាសរួមដែលមានមួយទម្រហើយព័ត៌មានទី2នេះគឺមានសម្លេងផ្ទុះបាញ់នៅខាងក្បែរសេតាវិមានតែម្ដងហើយតាមព័ត៌មានបច្ចុប្បន្នភាពចុងក្រោយបានដឹងថាមានមនុស្សយ៉ាងហោចណាស់ចំនួន2នាក់បានរងរបួសមានម្នាក់រងរបួសធ្ងន់ក៏ប៉ុន្តែគេមិនបញ្ជាក់ឲ្យច្បាស់ថាអ្នករងរបួសជាអ្នកណាហេតុការណ៍នោះយ៉ាងម៉េចទេគ្រាន់តែខាង FBI បានឲ្យដឹងថាគឺកំពុងតែធ្វើការពិនិត្យទៅលើបញ្ហានោះការបាញ់នៅក្បែរសេតាវិមាននេះគឺកើតឡើងចំពេលដែលលោកប្រធានាធិបតី Donald Trump នៅក្នុងសេតាវិមានពេញមួយថ្ងៃហើយពិភាក្សាជាមួយនឹងក្រុមសន្តិសុខរបស់លោកពាក់ព័ន្ធជាមួយនឹងការបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ហើយព័ត៌មានទី3នេះបាទគឺនៅ Orange County នៅក្នុងរដ្ឋ California គឺបានរងការជំនះឬក៏ដាក់នៅក្នុងគ្រាមានអាសន្នហើយដែលប្រជាពលរដ្ឋចំនួនប្រមាណជា 40,000 នាក់ត្រូវជំនះចេញដោយសារតែព្រួយបារម្ភថាអាចនឹងផ្ទុះស៊ីទែនសារធាតុគីមីដែលគេប្រើសម្រាប់ផលិតប្លាស្ទិកឥឡូវនេះគឺកំពុងតែលេចធ្លាយដែលបង្កគ្រោះថ្នាក់អញ្ចឹងនៅ Orange County រដ្ឋ California នឹងដឹងអំពីស្ថានភាពនេះហើយរយៈព័ត៌មានចុងក្រោយដែលខ្ញុំសម្រង់យកមកជូនប្រិយមិត្តនេះគឺតកតងជាមួយនឹងសមយុទ្ធរបស់សហរដ្ឋអាមេរិកបាក់សមនៅក្នុងពីលើប្រទេសវេណេស៊ុយអេឡាម្ដងបាទគឺនេះជាលើកដំបូងហើយដែលសហរដ្ឋអាមេរិកធ្វើសមយុទ្ធនៅក្នុងប្រទេសវេណេស៊ុយអេឡាហើយខាងវេណេស៊ុយអេឡាបានបញ្ជាក់ថាគឺខ្លួនបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកធ្វើសមយុទ្ធនៅទីនោះតើឈរលើមូលហេតុអ្វីខ្ញុំនឹងជម្រាបជូនប្រិយមិត្តនៅក្នុងកម្មវិធីនៅក្នុងព័ត៌មានពិស្ដាបាទព័ត៌មានទី1នេះគឺជាសេចក្តីរាយការណ៍ដែលបានដែលខ្ញុំដកស្រង់មកពីសារព័ត៌មាន Access បាទសារព័ត៌មាន Access បានរាយការណ៍ដឹងថាលោកប្រធានាធិបតី Donald Trump បានប្រកាសនៅថ្ងៃសៅរ៍នេះថាគឺនឹងមានកិច្ចព្រមព្រៀងមួយជាមួយនឹងប្រទេសអ៊ីរ៉ង់ហើយនៅក្នុងពេលឆាប់នេះបាទនៅក្នុងរយៈពេលប្រហែលម៉ោងទីនេះគឺនឹងមានកិច្ចព្រមព្រៀងដែលអាចនឹងបញ្ចប់សង្គ្រាមនៅក្នុងប្រទេសអ៊ីរ៉ង់ហើយគឺដោយសារតែសហរដ្ឋអាមេរិកបានពិភាក្សាជាមួយនឹងខាងមន្ត្រីរបស់ខាងអ៊ីរ៉ង់មិនតែផ្ទាល់ជាមួយអ៊ីរ៉ង់ទេគឺជាមួយនឹងខាងប្រទេសប៉ាគីស្ថានដែលជាអ្នកដឹកនាំការសម្របសម្រួលគឺនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu គឺឥឡូវនេះគឺលោកប្រធានាធិបតីថាលទ្ធផលនឹងប្រកាសឲ្យដឹងនៅក្នុងពេលឆាប់នេះហើយអញ្ចឹងគឺឆាប់ហ្នឹងគឺយ៉ាងម៉េចបាទបើជានៅថ្ងៃអាទិត្យនេះនឹងប្រកាសឲ្យដឹងដោយកិច្ចព្រមព្រៀងហ្នឹងគឺបើតាមព័ត៌មាន Access បានឲ្យដឹងគឺថាមានមួយទំព័រទេរបៀបដូចជាសេចក្តីប្រកាសរួមឬក៏ហៅថា MOU គឺអនុសារណៈស្តីពីការយោគយល់អ្វីដែលគេត្រូវតែរៀបចំគឺរៀបចំពាក្យពេចន៍យ៉ាងណានិយាយមកឲ្យវាមានខ្លឹមសារអាចទទួលយកបានទាំងសងខាងប៉ុន្តែមិនមែនជាកិច្ចព្រមព្រៀងទូទៅទេនេះគាត់តែជាគេថា MOU ដែលបញ្ជាក់អំពីការព្រមព្រៀងជប់បាញ់គ្នាហើយបើកច្រកហមូសជាបណ្ដោះបណ្ដាលឡើងវិញហើយនៅក្នុងនោះគឺមានពាក្យពេចន៍មួយចំនួនដែលថាចាប់ពីថ្ងៃអាទិត្យទៅគឺនេះតាម Access ក៏ដឹងសារព័ត៌មាន Access ក៏ដឹងគឺចាប់ពីថ្ងៃអាទិត្យទៅគឺនឹងមានដំណើរការចរចាអំពីកម្មវិធី Nuclear របស់អ៊ីរ៉ង់ចំនួន30ថ្ងៃទុករយៈពេល30ថ្ងៃឲ្យចរចាគ្នាជាមួយនឹងសហរដ្ឋអាមេរិកហើយបើតាមសេចក្តីរាយការណ៍មកគឺកិច្ចព្រមព្រៀងនេះអាចនឹងមិនបានច្រើនដូចអ្វីដែលលោកប្រធានាធិបតី Donald Trump ទាមទារពីពេលមុនមកទេហើយសមាជិកសភារបស់សហរដ្ឋអាមេរិកដែលមកពីខាងគណៈបកសាធារណរដ្ឋមួយចំនួនបាននិយាយថាលោកប្រធានាធិបតីមិនគួរទទួលយកលក្ខខណ្ឌព្រមព្រៀងនៅពេលនេះទេហើយសូម្បីតែនាយករដ្ឋមន្ត្រីនៃប្រទេសអ៊ីស្រាអែលលោក Benjamin Netanyahu ក៏បាននិយាយថាកុំទទួលយកអីគឺវាយអ៊ីរ៉ង់ទៅល្អជាង
ក៏ប៉ុន្តែបណ្ដាប្រទេសប្លុកអារ៉ាប់បានបញ្ជាក់ថាលោកប្រធានាធិបតីគួរតែទទួលយកទៅពីព្រោះមិនចង់ឲ្យមានសង្គ្រាមតទៅទៀតដែលវាប៉ះពាល់ទៅដល់បញ្ហាសន្តិសុខនៅក្នុងតំបន់ហើយក៏ដូចជាសេដ្ឋកិច្ចរបស់ពិភពលោកផងដែរគឺបានន័យថាមេដឹកនាំប្លុកមជ្ឈមបូព៌ានឹងបានអង្វរលោកប្រធានាធិបតីដូណាល់ត្រាំថាសូមគិតពីតំបន់នេះផងដែរអញ្ចឹងបាទលោកប្រធានាធិបតីបានបញ្ជាក់នៅក្នុងនោះថាលោកនឹងសម្រេចឲ្យបានដឹងនៅក្នុងពេលឆាប់ៗនេះហើយឥឡូវនេះគឺបើតាមសេចក្តីរាយការណ៍គឺបានអកោះទាំងលោករដ្ឋមន្ត្រីក្រសួងការបរទេសទាំងរដ្ឋមន្ត្រីក្រសួងការពារជាតិឲ្យមករដ្ឋធានី Washington វិញដើម្បីពិភាក្សាគ្នាដើម្បីពិភាក្សាគ្នាតើត្រូវធ្វើយ៉ាងណានៅក្នុងជំហានបន្ទាប់ទៀតនេះឬក៏ត្រូវវានៅថ្ងៃស្អែកនេះបាទអញ្ចឹងនេះគឺជាស្ថានភាពមួយដែលប្រផិតប្រផាយខ្លាំងមែនតើតែម្ដងដែលអាចថា make it a break it ហ្នឹងភាសាអង់គ្លេសថា make it a break it គឺថាតើទៅសម័យបានឬក៏បង្កបញ្ហាឡើងវិញហើយបាទនេះគឺជាសេចក្តីរាយការណ៍របស់ Access ណាអញ្ចឹងដូច្នេះបន្តអ្វីដែលជាការចុះហត្ថលេខាព្រមព្រៀងទេហើយអ៊ីរ៉ង់នោះក៏មិនបាននិយាយអ្វីជាធ្ងន់ធ្ងរដែរគឺព្រឹកមិញនេះគឺលោកមេបញ្ជាការធំរបស់អ៊ីរ៉ង់របស់ប៉ាគីស្ថានដែលសម្របសម្រួលកិច្ចការនេះបានទៅដល់អ៊ីរ៉ង់ហើយបានត្រឡប់មកវិញក៏បាននិយាយទូរស័ព្ទផ្ទាល់ជាមួយនឹងលោកប្រធានាធិបតីដូណាល់ត្រាំតែម្ដងពីព្រោះអីបាទគឺប្រទេសប៉ាគីស្ថានគាត់ដើរតួនាទីច្រើននៅក្នុងការសម្របសម្រួលឲ្យមានកិច្ចព្រមព្រៀងនេះហើយខាងទូគីក៏អញ្ចឹងដែរទូគីក៏គាត់មានការខិតខំប្រឹងប្រែងផងដែរឲ្យបញ្ចប់ចំនួននេះអញ្ចឹងបើសិនជាបញ្ចប់បានវានឹងមានផលប្រយោជន៍ទៅដល់ប្រទេសទូទៅជាពិសេសបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ីបាទនេះជាព័ត៌មានទី1ណាប្រិយមិត្តបាទព័ត៌មានទី2នេះគឺបើតាមសេចក្តីរាយការណ៍មកគឺថាមានសម្លេងទុះបាញ់នៅក្បែរសេតាវាមានតែម្ដងហើយគឺមកដល់ពេលនេះសេចក្តីរាយការណ៍របស់សារព័ត៌មាន NBC News បានឲ្យដឹងថាយ៉ាងហោចណាស់គឺមានមនុស្សចំនួន2នាក់បានរងរបួសហើយម្នាក់នៅក្នុងនោះគឺរបួសធ្ងន់គេប្រើ critical គឺបានន័យថាស្ថានភាពនោះធ្ងន់ធ្ងរក៏ប៉ុន្តែគេមិនបានបញ្ជាក់អត្តសញ្ញាណថាអ្នករបួសនេះជាអ្នកណាគេហើយមូលហេតុអ្វីនៅឡើយទេគ្រាន់តែលោកនាយក Kash Patel នាយក FBI បានបញ្ជាក់នៅក្នុងបណ្ដាញសង្គម X ថាឥឡូវនេះគឺខាងក្រុម FBI កំពុងតែធ្វើការគ្នាសហការគ្នាជាមួយនឹងក្រុមការពារសន្តិសុខរបស់ប្រធានាធិបតីដើម្បីតាមដានកំណត់អំពីបញ្ហាហ្នឹងហើយបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាននានាគឺមានការគេថា lockdown គឺបានន័យថាគេឲ្យនៅស្ងៀមមួយកន្លែងហើយអ្នកសារព័ត៌មានដែលចូលរាយការណ៍ព័ត៌មាននៅខាងក្រៅនោះក៏បានរត់បើត្រូវបានកងអង្គរៈរបស់ប្រធានាធិបតីនោះប្រាប់ឲ្យរត់ទៅជ្រកពួននៅក្នុងបន្ទប់សារព័ត៌មានដើម្បីកិច្ចអំពីគ្រោះថ្នាក់កន្លែងនោះបាទអញ្ចឹងមកដល់ពេលនេះគឺស្ថានភាពស្ទើរតែវិលត្រឡប់មកស្ថានភាពដើមវិញហើយខាងអាជ្ញាធរប៉ូលីសកំពុងតែធ្វើការនៅទីនោះបាទនេះគឺជាការវិវត្តមួយដែលគួរឲ្យចាប់អារម្មណ៍ពីព្រោះលោកប្រធានាធិបតីដោយដែលខ្ញុំបានជម្រាបនៅក្នុងព័ត៌មានទី1អញ្ចឹងលោកប្រធានាធិបតីនៅសេតវិមានពេញមួយថ្ងៃតែម្ដងបាទហើយស្រាប់តែរឿងនេះកើតឡើងចាំពេលដែលលោកនៅទីនោះលោកថែមទាំងមិនចូលរួមនៅក្នុងពិធីអាពាហ៍ពិពាហ៍កូនប្រុសសំណប់របស់លោកផងសុខចិត្តមករដ្ឋធានី Washington ដើម្បីសម្រេចកិច្ចការនេះឲ្យបានឆាប់បាទជាមានរឿងបែបនេះកើតឡើងបាទព័ត៌មានទី3គឺនៅសហរដ្ឋអាមេរិកនេះដែរគឺឥឡូវនេះមកដល់ទីក្រុងគេថាក្រុងឬក៏ស្រុក Orange County ដែលនៅក្នុងរដ្ឋ California បើតាមសេចក្តីរាយការណ៍នេះឲ្យដឹងថាគឺមានបញ្ជាពីលោកអភិបាលរដ្ឋតែម្ដងលោក Gavin Newsom ឲ្យប្រកាសដាក់ Orange County នៅក្នុងស្ថានភាពគ្រាមានអាសន្នហើយមនុស្សចំនួន 40,000 នាក់ទៅជំនះចេញដោយសារតែមានការព្រួយបារម្ភថាអាចនឹងផ្ទុះស៊ីតែនមួយបាទថែងធំមួយដែលផ្ទុកសារធាតុគីមីដែលបានចាប់ដើមលេចធ្លាយហើយតាំងពីយប់ថ្ងៃសុក្រមកឥឡូវថ្ងៃសៅរ៍ម្សិលមិញនៅតែប្រំប្រែងទប់មិនបានអញ្ចឹងគេខ្លាចមានការផ្ទុះហើយមានជាតិពុលបាទសារធាតុគីមីហ្នឹងគេយកមកច្នៃដើម្បីផលិតជាផ្លាស្ទិកអញ្ចឹងឥឡូវហ្នឹងគឺកំពុងតែមានសារភាពមិនអំណោយផលទេអាចនឹងផ្ទុះនៅពេលណាក្នុងពេលឆាប់នេះអញ្ចឹងហើយអាជ្ញាធរនៅខាងរដ្ឋ California គឺបានបញ្ជាឲ្យដាក់តំបន់នោះក្នុងគ្រាមានអាសន្នហើយជំនះប្រជាពលរដ្ឋចេញក្នុងករណីដែលមានការផ្ទុះបាទអញ្ចឹងនេះគឺជាការវិវត្តតាំងពីថ្ងៃម្សិលមិញដែលខ្ញុំបានរាយការណ៍ជូនម្ដងដែរហើយស្ថានភាពនៅតែមិនទាន់បានធូរស្បើយនៅឡើយទេរហូតដល់ម្សិលមិញក៏ថាបញ្ជាឲ្យជំនះថ្ងៃនេះគឺដាក់ក្នុងស្ថានភាពគ្រាមានអាសន្នតែម្ដងចឹងវាអាចផ្ទុះពេលណាឬក៏គេត្រូវរកវិធីយ៉ាងណាឬក៏រងចាំពីផ្ទុះហើយត្រូវដើម្បីទប់ស្កាត់សារធាតុពុលយ៉ាងម៉េចគឺនឹងកើតឡើងនៅពេលបន្ទាប់ទៀតណាបាទអញ្ចឹងប្រិមិត្តដែលនៅក្នុងរដ្ឋ California នៅ Orange County បាទបើបានដឹងដំណឹងនេះគឺសរសេរ comment ដើម្បីចែករំលែកព័ត៌មាននេះផងណាបាទសូមអរគុណបាទ